អារម្មណ៍មួយចង្កាគឺស្រឡាញ់ហ្មងយើងដើរចូលមកឃើញផ្លែអីស្រឡាញ់ហ្មងអត់ចង់ទៅបំពេញចង់នៅដេកមើលផ្លែនៅមួយចង្ការរហូតទោះបីមានប្រពន្ធក៏នៅមួយចង្ការឲ្យវាមកហ្នឹងដើម្បីចង់បន្តវេនពីខ្ញុំដោយសារខ្ញុំអាយុយ៉ាងច្រើននេះជាសកម្មភាពយុវជនហៅលីមានដែលកំពុងចាត់ចែងការប្រមូលផលទុរេននៅឯចំការមួយកន្លែងស្ថិតនៅតំបន់បែកអន្លូងក្នុងស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមហើយនេះក៏ជាផ្នែកមួយនៃការហាត់រៀនការងារប្រចាំថ្ងៃរបស់យុវជនលីមានផងដែរដែលកំពុងត្រូវបានឪពុកម្ដាយចង់ផ្ដើមឲ្យបន្តវេនគ្រប់គ្រងចំការទុរេនដ៏ធំមួយនេះបាទគាត់បរៀនបដើហើយមានបាញ់ថ្នាំកាត់ស្មៅឲ្យមួយដើរមើលស្លឹកចំការទុរេនចៃមុំបែកអន្លូងជាចំការទុរេនលក្ខណៈគ្រួសាររបស់លោកហៅថៃនិងអ្នកស្រីអ៊ិតស្រីមុំចំការទុរេនគ្រួសារនេះមានទុរេនសរុបជាង 5000 ដើមហើយសប្តាហ៍ថ្ងៃក៏កំពុងពង្រីកការដាំដុះជាង 2500 ដើមបន្ថែមទៀតបន្ទាប់ពីនៅជាមួយចំការទុរេនអស់រយៈពេលជាង10ឆ្នាំលោកហៅថៃគិតថាវាល្មមដល់ពេលវេលាហើយដែលលោកត្រូវផ្ទេរចំណេះជំនាញឲ្យទៅកូនប្រុសរបស់លោកឲ្យវាមកហ្នឹងដើម្បីចង់បន្តវេនពីខ្ញុំដោយសារខ្ញុំអាយុយ៉ាងច្រើនដល់អញ្ចឹងការធ្វើហ្នឹងវាមិនមែនចេះភ្លាមទេខ្ញុំតស៊ូច្រើនឆ្នាំមកហើយតាំងពីអត់ចេះរហូតដល់ចេះធ្វើបានតរេនផ្លែលក់ដើមល្អលែងឈឺអញ្ចឹងហើយបាទត្រូវការពេលយូរព្រោះបញ្យល់វាច្រើនព្រោះខ្ញុំធ្វើហ្នឹងពីដើមមកចេះតែតាមដានខ្លួនឯងដល់ឥឡូវហ្នឹងវារៀងស្រួលជាងពីមុនតិចជាកូនប្រុសកណ្ដាលក្នុងចំណោមបងប្អូនប្រុស3នាក់នៅក្នុងគ្រួសារយុវជនលីមានជឿជាក់ថាខ្លួនអាចពង្រីកកេរ្តិ៍ឈ្មោះចំការទុរេនបន្តពីឪពុកម្ដាយឲ្យកាន់តែជោគជ័យបន្ថែមទៀតរងថ្ងៃពងសិក្សាដែរបងយើងដាំថែមហើយទៅបើគេសុំមកលេងគឺបើកឲ្យចូលមកថតចូលមកលេងអីធម្មតាបងអារម្មណ៍មួយចង្ការគឺស្រឡាញ់ហ្មងយើងដើរចូលមកឃើញផ្លែអីស្រឡាញ់ហ្មងអត់ចង់ទៅបំពេញចង់នៅដេកមើលផ្លែបណ្ដោយនៅមួយចង្ការរហូតទោះបីមានប្រពន្ធក៏នៅមួយចង្ការសម្រាប់រដូវប្រមូលផលឆ្នាំ2025នេះចំការទុរេនចៃមុំបែកអន្លូងរំពឹងថានឹងទទួលបានទិន្នផលប្រមាណជាង200តោនទោះបីទិន្នផលកើនឡើងជារៀងរាល់ឆ្នាំក្តីចំការទុរេនចៃមុំបែកអន្លូងពុំដែលជួបប្រទះបញ្ហាទីផ្សារឡើយពោលគឺពួកគាត់នៅលក់នៅចំការផងនិងលក់នៅផ្ទះរបស់ខ្លួននៅឯទីក្រុងភ្នំពេញផងចំពោះខ្ញុំវិញអត់ដែលមានបញ្ហាអីទេដោយសារយើងមានគេឈ្មោះយូរហើយណាមួយយើងបានទៅថងប្រែងលក់នៅពេញតាំងពីតិចតួចដល់ឥឡូវដល់បានច្រើនលក់កាត់អត់តាន់ផងដោយសារវាអត់តាន់មានទុំច្រើនដល់អញ្ចឹងកាត់បានតិចខណៈពេលដែលទុរេនកំពុងពេញប្រមូលផលការងារក៏កាន់តែមមាញឹកយុវជនលីមានមើលការខុសត្រូវប្រមូលផលទុរេននិងការដឹកជញ្ជូនដោយមានឪពុកមើលការខុសត្រូវលក់នៅឯចំការរីឯអ្នកម្ដាយលក់នៅហាងក្នុងទីក្រុងភ្នំពេញដែលមានទីតាំងខាងលិចផ្សារអូឡ িম্প ិកយីហោចៃមុំបែកអន្លូងអ្នកហូបគេពេញចិត្តហាទុរេនឆ្ងាញ់អញ្ចឹងណាហើយគេម៉ួយប្រចាំក៏ទៅម៉ួយហ្នឹងហូបតាំងជាង10ឆ្នាំមកកើនទៅញៀវគាត់ទៅពុះសាច់មួយថ្ងៃជាង1តោនថ្ងៃខ្លះជិត2តោនហើយលក់រាយបោះដុំម៉ួយយកទៅលក់តទៀត